nhôm thọp sắm máy mới bị tụt cao tại nhôm ở toàn đăng thai camera chị ấy thao chị ấy nhôm đăng thai nhôm trong bán rút nó không cái đá này nhôm trong mấy rút nhôm nó không nè trong ai cái thọt cái bên nhôm mà dụ thầm 7-4 năm ấy cái nắng pu nhôm quạt màu riêng làm bệnh quạt bên camera Sony tút mùi chẩn đoán pipon pơ với anh nhưng mà đăng thaiประเภท camera แต่ประเภท mirrorless บัง flash ហើយគាត់មកវិញគាត់ចាប់ផ្ដើមចូលធ្វើការទៅគាត់មានលុយtiềnហើយគាត់ទៅទៅស្រុកវិញគាត់ថតរូបក្មួយគាត់ថតរូបខ្ញុំថតរូបពុកម៉ែពូមីងដែលនៅផ្ទះអីហ្នឹងអញ្ចឹងចាហើយយើងពេលដែលឃើញគាត់ទុកកាមេរ៉ាចោលយើងទៅលួចកាមេរ៉ាគាត់យកមកថតលេងយើងឆ្លាញ់ចាហើយលួចថតលេងរហូតចំណុចដែលយើងគិតថាវាអវិជ្ជមានភាពខ្វះខាតមួយដែរនៅពេលដែលយើងផលិតមាតិកាឯមួយជាពិសេសអ្នកផលិតមាតិកាគាត់សម្បូរអ្នកដែលលួច content របស់គាត់លួចវីដេអូលួចរូបរបស់គាត់ដោយមិនបានសុំគាត់អានឹងវាអាចតាក់ទងជាមួយនឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដែរគាត់លួចហើយយើងអត់មានវិធានការអីអាចនឹងធ្វើគាត់បាននៅពេលដែលធ្វើហើយអញ្ចឹងលួចអញ្ចឹងទៅវាធ្វើឲ្យអ្នកដែលផលិតហ្នឹងគាត់បាក់ទឹកចិត្តដែរគាត់ខំថតពិបាកព្រោះពេលខ្លះ content គាត់មិនមែនថតក្នុងពេញទេគាត់ត្រូវទៅខេត្តគាត់ត្រូវចូលព្រៃជ្រៅអ្នកខ្លះរហូតដល់របួសស្នាមរហូតដល់មានរឿងរ៉ាវច្រើនខ្លាំងមែនតើព្រោះវាគ្រោះថ្នាក់វាកន្លែងដែលសម្បូរសត្វកន្លែងដែលឡើងភ្នំចុះចំណាយពេលវេលាអ្នកខ្លះដើរឡើងមួយថ្ងៃពេញអីដើម្បីគ្រាន់តែបានរូបមួយសន្លឹកទីតាំងហ្នឹងប៉ុន្តែយកមកដល់គេគ្រាន់តែ copy paste download ហើយយក post ចប់ចំការវីដេអូនឹង viral ជាងណាដែលយើងធ្វើទៀតអញ្ចឹងវាជាចំណុចខ្វះខាតមួយហ្នឹងនៅក្នុងវិស័យថតរូបហើយវីដេអូដែរវាធ្វើឲ្យអ្នកផលិតហ្នឹងគាត់បាក់ទឹកចិត្តយើងនៅក្នុងសម័យ digital សម័យ AI ដែលវាកំឡុងពេលដែលកំពុងអភិវឌ្ឍខ្លាំងមែនទែនចាវាក៏មានគុណវិបត្តិហើយគុណសម្បត្តិដែរទាំងជាតិទាំងខ្លួនឯងទាំងមនុស្សជុំវិញដូចយើងឃើញឥឡូវអញ្ចឹងវាសម្បូរទៅដោយ fake news អញ្ចឹងពេលដែលអ្នកធម្មតាគាត់អត់ចេះគាត់អត់ស្គាល់ច្បាស់គាត់អត់ដែរឃើញថាអាវីដេអូពិតមិនវីដេអូខ្លាំងៗនេះបើមិនអ្នកខ្លះគាត់ច្រឡំ AI ជាមួយវីដេអូមែនទេចាអញ្ចឹងសម្បីតែសម័យឥឡូវពេលខ្លះអ្នកជំនាញផលិតវីដេអូហើយក៏នៅមើលអត់ដឹងទេថានេះ AI ហើយនៅក្នុងសង្គមជាតិយើងអាចជួយច្រើនដោយសម័យឥឡូវសម្បូរទៅដោយនេះ content creator influencer អញ្ចឹងគាត់សិតតែអ្នកមានជំនាញខាងហ្នឹងខាងរូបហើយនិងវីដេអូទោះបីក៏អត់មានជំនាញខាងហ្នឹងក៏គាត់មានក្រុមការងារដែលជំនាញខាងហ្នឹងដែរហើយក្រុមការងារគាត់ធ្វើតែខាងរូបហើយវីដេអូខាង design ខាងអីហ្នឹងអញ្ចឹងគាត់អាចប្រមូលពីវិស័យទេសចរណ៍ប្រមូលពីសេដ្ឋកិច្ចប្រមូលពីភាពវិជ្ជមាននៅក្នុងប្រទេសកម្ពុជាយើងប្រមូលពីចំណេះដឹងផ្សេងទៅកាន់ប្រជាជនខ្មែរយើងក៏ដូចជាណែនាំកន្លែងស្អាតតំបន់ទេសចរណ៍ទៅកាន់ពិភពលោកឲ្យគាត់បានស្គាល់បកត្រឡប់ទៅវិញកាលឆ្នាំ2014-2015បើនិយាយរឿងហេតុតែខ្ញុំជ្រើសយកជំនាញហ្នឹងវាកំសត់តិចវាគួរអស់សំណាញ់តិចវាគួរឲ្យខឹងតិចចាមានច្រើនចូលគ្នាច្រើនរសជាតិហ្មងចាកាលហ្នឹងតាមពិតទៅខ្ញុំមិនមែនហ៊ានជំនាញថតរូបវីដេអូហ្នឹងទេចាខ្ញុំ start ចាប់ផ្ដើមពីដំបូងឡើយហ្នឹងគឺខ្ញុំរៀនខាង electronic ខាងពាន់មួយ IT ពាក់ព័ន្ធមួយ electronic ពាក់ព័ន្ធមួយភាសាពិតទេចាក៏ប៉ុន្តែវាបានផ្លាស់ប្ដូរខ្ញុំនៅពេលដែលខ្ញុំមកដល់ភ្នំពេញចាកាល2014ខ្ញុំបាក់ដប់ចប់យើងមករៀនពេញហើយកាលនោះថាទៅវាជំនាន់ Facebook ដែលវា viral យើងអាច search ព័ត៌មានបានប៉ុន្តែដោយសារយើងអ្នកនៅខេត្តយើងអត់ដឹងច្រើនអត់ទទួលបានព័ត៌មានអត់ search ចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនេះទេប៉ុន្តែទៅពេលមកដល់ភ្នំពេញទៅយើងចាប់ផ្ដើមរៀនជំនាញមួយដែលយើងអត់ដឹងចាហើយយើងចេះតែរៀនសិនអញ្ចឹងចាបន្ទាប់មកខ្ញុំចាប់ផ្ដើមដើរ volunteer ហើយនឹងស្គាល់គេច្រើនចូលរួមកម្មវិធីច្រើនធ្វើឲ្យខ្ញុំវាយើងអត់ដឹងឲ្យខ្លួនឯងមិនទេប៉ុន្តែយើងចូលចិត្តកាន់កាមេរ៉ាចាចូលចិត្តថតអូពេលគេហ្នឹងកម្មវិធីអីមួយអញ្ចឹងយើងសុំគេកាន់កាមេរ៉ាចានិយាយទៅយើងមុខក្រាស់បន្តិចយូរទៅយើងចូលចិត្តអាហ្នឹងខ្លួនឯងចាដល់ពេលដែលយើងចូលចិត្តតមកខ្ញុំយើងថតរូបធម្មតាលេងតាម event មួយមិត្តភ័ក្តិមួយក្រុមការងារ volunteer អីថតចោលអីចឹងណាចាហើយតែពីនឹងមកក៏ខ្ញុំស្រឡាញ់ការថតរូបការថតវីដេអូនឹងរហូតដល់បច្ចុប្បន្នហ្នឹងទៅចាពីបទពិសោធន៍របស់ខ្ញុំផ្ទាល់វាចាំបាច់ប៉ុន្តែ start ដំបូងជាគ្រឹះដំបូងក៏យើងអត់ចាំបាច់រៀនក៏បានដែរអត់ចាំបាច់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលអត់ចាំបាច់ទៅរៀនបញ្ញាបត្រទៅរៀនអីក៏បានដែរធម្មតាមកផលិតវីដេអូវាទាមទារឲ្យយើងការស្រឡាញ់ដូចខ្ញុំអញ្ចឹងខ្ញុំ start ដំបូងពីការស្រឡាញ់ខ្ញុំអត់ដែលរៀនខ្ញុំអត់ដែលស្គាល់កាមេរ៉ាអត់ដែលស្គាល់ function អត់ដែលស្គាល់ edit សូម្បីតែកម្មវិធី edit កាត់តហ្នឹងក៏ខ្ញុំអត់ដែលស្គាល់ដែរ0ហ្មងនិយាយទៅប៉ុន្តែstart ដំបូងគឺស្រឡាញ់យកហ្មងស្រឡាញ់ហើយបានទៅចង់បានវាចង់ធ្វើវាហើយទៅស្វែងយល់វាថាគេធ្វើម៉េច
ហើយដែលខ្ញុំរៀនហ្នឹងគឺខ្ញុំអត់អាចចូលរៀនទេខ្ញុំ start ពីដំបូងឡើយខ្ញុំរៀនតាមអ៊ីនធឺណិតចារៀនខ្លួនឯងខ្ញុំមើល YouTube search មើល Google គេ edit ហ្នឹងគេប្រើកម្មវិធីអីហើយគេថតហ្នឹងគេថតមិនហើយ start ដំបូងឡើយយើង start តែទូរស័ព្ទជំនាន់ហ្នឹងទូរស័ព្ទ100ជាងហើយ memory តែ 120G ហ្នឹងយើងថតតែបន្តិចគឺពេញហ្មងតែយើងនៅតែចង់ថតហើយយើងលុបចោលកាត់ហើយយើងលុបចោលទៅមករហូតបន្ទាប់ពីហ្នឹងមកខ្ញុំចាប់ផ្ដើមអា basic នៅក្នុងការកាត់តក្នុងទូរស័ព្ទហ្នឹងយើងចាប់ផ្ដើមធ្វើបានហើយតែវា very simple ហើយវាអត់មិនមែនជាតម្រូវការដើម្បីទៅយកទៅធ្វើការបានទេគ្រាន់តែដើម្បី hobby ដើម្បីយើងស្រឡាញ់ឯងយើងដើរលេងយើងអីចឹងណាបន្ទាប់មកយើងចាប់ផ្ដើមស្វែងយល់អា basic ហើយយើងទៅសួរមិត្តភ័ក្តិយើងឈ្មោះមែនតើហ្មងខ្ញុំប្រតិអានេះមិនមែនជាបទពិសោធន៍ដែលល្អនៅក្នុងការរៀនដើម្បីផលិតវីដេអូឲ្យចេះលឿនអីខ្ញុំនិយាយបទពិសោធន៍របស់ខ្ញុំថាតើខ្ញុំ start ពីមិនប៉ុន្តែខ្ញុំនឹងបញ្ជាក់ថាហ្នឹងវាជាបទពិសោធន៍ល្អឬក៏អត់នៅពេលដែលចុងក្រោយហើយនៅពេលដែលបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមឈ្មោះដល់សួរមិត្តភ័ក្តិគេអ្នកចេះអ្នកជំនាញខាងហ្នឹងគេប្រើកម្មវិធីអីគេកាត់តរបៀបម៉េចឲ្យស្អាតកម្មវិធីណាដែលវា professional បន្តិចហើយសូម្បីតែ capacity computer ហ្នឹងដើម្បីទៅកាត់តបានក៏ខ្ញុំអត់ដែរដឹងដែរដល់ពេលហើយមិត្តភ័ក្តិខ្ញុំក៏ដូចចិត្តទៀតគាត់មានអ្នកខ្លះគាត់អត់គាត់ reject គាត់អត់ចង់ជួយយើងគាត់ខ្ជិលប្រាប់គាត់អីចឹងណាព្រោះយើងវាថ្មីថ្មោងពេកអ្នកខ្លះគាត់ចិត្តល្អគាត់យើងណាត់គាត់ទៅ cafe គាត់បរៀនយើងតាំងពីចាប់ផ្ដើមដំបូងមិនអីមិនកម្មវិធីនេះយកមកពីណា download ពីណាទៅឡើងមិនរបៀបកាត់តមិនហើយនៅក្នុង function គេប្រើមិនទេមិនតែសារយើងមាន basic ការប្រើប្រាស់ខ្លះៗដែរអញ្ចឹងនៅពេលដែលគេប្រាប់វាងាយស្រួលយើងហើយយើងស្រឡាញ់ទៀតវាកាន់តែលឿនទៀតតែបើយើងអត់ស្រឡាញ់យើងមិនបានទេគេប្រាប់ទៅយើងឆ្វេងស្ដាំយើងតែបើយើងស្រឡាញ់គេមកប្រាប់មកយើងធ្វើលឿនហ្មងហើយទៅផ្ទះវិញអង្គុយឈ្មោះមកកុំព្យូទ័រមួយអាទិត្យពីរអាទិត្យអីអង្គុយកាត់បានតែបើវីដេអូអង្គុយធ្វើរហូតតែអាហ្នឹងយើងចំណាយពេលយូរបទពិសោធន៍ហ្នឹងគឺបើសួរខ្ញុំថា recommend ឲ្យអ្នកក្រោយគេធ្វើតាមអត់ទេខ្ញុំអត់ recommend ទេដោយសារកាលហ្នឹងខ្ញុំធ្វើអញ្ចឹងដោយសារខ្ញុំអត់ដឹងផ្លូវខ្ញុំអត់ដឹងផ្លូវខ្ញុំធ្វើយកហ្មងចំណាយពេលយូរមែនតើមកឆ្នាំ2014ដល់2017ហ្នឹង3ឆ្នាំគឺខ្ញុំចំណាយពេល3ឆ្នាំចោលប៉ុន្តែបើសិនជាគេរៀននៅសាលាគេទៅចូលរៀនប្រហែលជាអាចមួយឆ្នាំឬក៏កន្លះឆ្នាំគេចេះកាត់តអ្នកខ្លះដល់ឥឡូវនេះគេបរៀនតាមមួយអាទិត្យពីរអាទិត្យហ្នឹងគេបរៀនវគ្គកាត់តហ្នឹងអាចចេះកាត់តបានទៀតអញ្ចឹងបើសិនជាយើងមានធនធានមានពេលវេលាដឹងកន្លែងដែលត្រូវទៅរៀនខ្ញុំ recommend ឲ្យយើងទៅរៀននៅតាម flow របស់វាវិញល្អជាងកុំរៀនពីបទពិសោធន៍ដូចខ្ញុំវាចំណាយពេលច្រើនអត់មិនជាអ្នកជោគជ័យខ្ញុំជំនាញទុនទៀមទាសឹងតែ 50% នៅក្នុងការធ្វើជាអ្នកផលិតវីដេអូហើយនឹងថតរូបដោយសារអីយើងមិនមែនធំតែមកចេះហើយយើងមានថតរូបថតវីដេអូហ្នឹងយើងមានជំនាញទុនហើយយើងធំតែមកចេះអត់បញ្ហាយើងអាចធ្វើអីខ្លួនឯងបានប៉ុន្តែបើសិនករណីយើងចង់ធ្វើការយើងចង់ឧទាហរណ៍យើងថាយើងជា freelance យើងចង់រកភ្ញៀវវាចាំបាច់ត្រូវការមានជំនាញទុនយើងអត់ដឹងថាជំនាញទុននឹងមិនបាច់ទេពេលខ្លះប៉ុន្តែរបៀបដែលយើងតាក់ទងភ្ញៀវរបៀបដែលយើង communication របៀបដែលយើង attract គេឲ្យមកចាប់អារម្មណ៍លើ project របស់យើងឲ្យគេទុកចិត្តយើងឲ្យគេតម្លាក់ project ឲ្យយើងធ្វើវាកាត់ចេញពី soft skill ជំនាញទុនអញ្ចឹងបើយើងអត់មានជំនាញហ្នឹងទេក៏យើងហាក់ដូចជានៅក្នុងលំហមួយតែឯងដែរយើងអត់អាច connect ទៅខាងណាបានដើម្បីមក build អាហ្នឹងទេប៉ុន្តែអ្នកខ្លះគាត់អត់មានជំនាញទុនប៉ុន្តែគាត់អាចប្រកបអាជីពហ្នឹងបានល្អដោយសារគាត់ធ្វើជាខ្លួនឯងវិញគាត់ជា content creator គាត់ធ្វើអីមួយគាត់ build YouTube គាត់ធ្វើ content អីផ្សេងជារបស់គាត់ដើម្បីយកលុយតាម online អីវិញអញ្ចឹងអញ្ចឹងអាហ្នឹងពេលខ្លះក៏វាគាត់ត្រូវការជំនាញទុនតិចប៉ុន្តែបើយើងចង់ជោគជ័យខ្លាំងហើយមើលឃើញអ្នកផ្សេងចង់ឲ្យដូចអ្នកផ្សេងដែលគាត់ជោគជ័យល្អដែរយើងអានឹងជំនាញទុនគឺត្រូវការចាំបាច់ខ្លាំងមែនទែនព្រោះយើងរស់នៅដើម្បីតំណែងគ្នាទៅវិញទៅមកហើយនៅក្នុង community របស់អ្នកថតរូបអ្នកថតវីដេអូទាំងអស់គឺយើងត្រូវប្រស័យតាក់ទងគ្នាដោយការប្រើប្រាស់ជំនាញទុនហ្នឹងតែប៉ុន្តែចំណុចហ្នឹងខ្ញុំធ្លាប់សម័យមើលពីទូកាលដែលខ្ញុំអត់ទាន់ដឹងថាកាមេរ៉ាជាអីថតរូបជាអីខ្ញុំដឹងថាខ្ញុំចង់បានរូបនៅក្នុងกระดาษហ្នឹងខ្ញុំចង់មានរូបខ្ញុំនៅក្នុងហ្នឹងចង់ឲ្យគេថតខ្ញុំសម័យមើលខ្ញុំធ្លាប់កាលពីខ្ញុំអាយុធំ 8-9 ឆ្នាំអីកាលហ្នឹងពូខ្ញុំគាត់មករៀននៅភ្នំពេញហើយគាត់មានកាមេរ៉ា Sony អាទូចមួយជំនាន់2007 2008អានេះមកដឹងថាប្រភេទគេហៅកាមេរ៉ាតែប្រភេទ mirrorless បាញ់ flash ហើយគាត់មកវិញគាត់ចាប់ផ្ដើមចូលធ្វើការទៅ
គាត់មានលុយtiềnហើយគាត់ទៅស្រុកវិញគាត់ថតរូបក្មួយគាត់ថតរូបខ្ញុំថតរូបពុកម៉ែពូមីងដែលនៅផ្ទះអីហ្នឹងអញ្ចឹងណាចាហើយយើងពេលដែលឃើញគាត់ទុកកាមេរ៉ាចោលយើងទៅលួចកាមេរ៉ាគាត់យកមកថតលេងយើងស្រឡាញ់ចាហើយលួចថតលេងរហូតដល់យើងចប់ថ្នាក់ទី9យើងចូលទី10កាលហ្នឹងខ្ញុំបានទៅរៀនវគ្គទៅសេសារព័ត៌មានបានមួយវគ្គហើយគេឲ្យយើងមកផ្ទះវិញដើម្បីទៅសេព័ត៌មានអីមួយហើយមានរូបថតហើយខ្ញុំហ៊ានសួរគាត់ខ្ញុំអត់សូវនិយាយមួយពូទេប៉ុន្តែខ្ញុំហ៊ានសុំកាមេរ៉ាគាត់ដើម្បីខ្ញុំប្រើហើយសុំហ្នឹងដោយសារខ្ញុំមិនមែនតាក់ទងអត្ថបទហ្នឹងហ្មងខ្ញុំអត់សូវចូលចិត្តស្រីអត្ថបទទេប៉ុន្តែខ្ញុំចង់ថតរូបខ្ញុំទៅសុំគាត់ហើយដើម្បីបានលេសដើម្បីបានលេសថាអូយើងសុំគាត់ហ្នឹងដើម្បីគេមានអាសាញមិនអត្ថបទអីចឹងតែប៉ុន្តែអត់ទេអាសាញមិនហ្នឹងខ្ញុំអត់ចូលចិត្តទេប៉ុន្តែចូលចិត្តថតរូបហើយទៅសុំកាមេរ៉ាដើម្បីបានកាន់ហើយគាត់ក៏ឲ្យហើយយើងចាប់ផ្ដើមថតលេងអីចឹងផ្ញើឲ្យគ្រូអីចឹងទៅពេលយើងចាប់ប៉ុណ្ណឹងយើងទុកចោលហើយរហូតដល់3-4 ឆ្នាំក៏យើងអត់ចាប់អារម្មណ៍ដែរទៅពេលដល់2014រហូតដល់2020រហូតដល់ចាប់ជំនាញថតរូបថតវីដេអូបានយើងចាប់អារម្មណ៍ទៅវិញដែរតាមពិតយើងជួយអានឹងតាំងពីក្មេងមកចូលចិត្តតាំងពីក្មេងតាំងពីយើងនៅអត់ដឹងថានឹងជាអីចាអញ្ចឹងបើនិយាយរឿងចូលចិត្តហ្នឹងចាប់ជំនាញហ្នឹងគឺយើងមានអា talent មានចំណងចំណូលចិត្តហ្នឹងយូរខ្លាំងមែនទែនហ្មងតែយើងអត់ដឹងបរាប់ឆ្នាំពីតាំង2016មកដល់2016ដល់ឡើងអូ9ឆ្នាំអាហ្នឹងបរាប់ពី start ប៉ុន្តែ start ធ្វើការអូខេប៉ុន្តែបរាប់ពីចាប់ផ្ដើមដែលយើងស្វែងយល់ពីវាច្បាស់ហ្មងវាចន្លោះ2018មកដល់លើអញ្ចឹងអាចថាយើង gap យើងសឹងតែយើងចោល3ឆ្នាំអីចាយើងនៅក្នុងនឹងមែនប៉ុន្តែយើងអាចថាយើងមិនរាប់ទេដោយសារយើងអត់ទាន់ដឹងអីមែនទេហ្មងចាតែដល់ពេល2008មកដល់ឥឡូវហ្នឹងយើងចាប់ផ្ដើមចូលដល់រៀង professional បន្តិចដែលយើងអាចយល់ដឹងថារបៀប quality ហ្នឹងវីដេអូហ្នឹងមិនយើងធ្វើកែតម្រូវមិនយើងធ្វើថែមថយយើងធ្វើតាម quality ឲ្យត្រូវជាមួយនឹង client ជាមួយនឹងកន្លែងធ្វើការរបស់យើងហ្នឹងបាត់មិនអញ្ចឹងយើងចាប់ផ្ដើមច្បាស់ពីហ្នឹងមកដល់លើពិបាកដូចខ្ញុំនិយាយហ្នឹងពិបាកខ្លាំងមែនទែនមកប៉ុន្តែបើនិយាយយើងនិយាយថាពិបាកប៉ុន្តែជំនាន់ហ្នឹងវាជាបែបឈៀលរបស់យើងឯងចាតែបើយើងរត់ទៅវិញយើងគិតថាវាពិបាកតែក្នុងកន្លង journey ដែលយើងកំពុងតែដើរហ្នឹងយើងសប្បាយដោយសារអីយើងស្រឡាញ់យើងឈ្មោះយើងស្វែងរកអូកាត់ព្រៃកាត់ផ្សៃទៅរកគេខ្មាស់គេមិនក៏ធ្វើទៅសួរគេដែរចាទៅរៀនគេចុះឈ្មោះពេញអស់ហើយហ្នឹងក៏សុំគេទៅរៀនដែរយើងចង់ដឹងថាចំណុចហ្នឹងអីគេ creativity របស់គេមិនយើងចង់ទៅរៀនខ្លាំងមែនទេហ្មងហើយពិបាកយើងអត់ដឹងរបៀបដែលយើងធ្វើគឺពិបាកមែនទេហ្មងហើយ start ដំបូងហ្នឹងគឺយើងអត់មានសម្ភារៈយើងប៉ុន្តែខ្ញុំអត់ព្យាយាមខ្ញុំអត់លើកទឹកចិត្តឲ្យយើងគិតថាយើងតើតែមានសម្ភារៈល្អឬក៏អីមួយបានយើងចាប់ផ្ដើមធ្វើផលិតវីដេអូហើយថតហ្នឹងឯងដោយសារសម័យឥឡូវយើងអាច start ពីអីក៏បានដែរទូរស័ព្ទមានទូរស័ព្ទតែមួយបានហើយអាចធ្វើ content ពីអីមួយក៏បានដែរដែលយើងអាចឲ្យមនុស្សមើលយើងស្គាល់យើងឃើញយើងអញ្ចឹងដល់ពេលដែលខ្ញុំ start ហ្នឹងក៏ខ្ញុំអត់មានរបស់អស់ហ្នឹងទេសូម្បីតែទូរស័ព្ទចំនួនហ្នឹងក៏ខ្ញុំអត់មានទូរស័ព្ទល្អដូចឥឡូវដែរហើយអាហ្នឹងជាចំណុចពិបាកមួយហើយយើងអត់សូវ research អត់សូវចេះដឹង technique របៀប research ថាយើងទៅរៀនឡើងណា channel មួយណាដែលយើងមាន technique ល្អច្រើនដើម្បីបរៀនយើងរហូតដល់2016ដល់2018បានយើងអាចចាប់ផ្ដើមដឹងថាchannel មួយណាដែលយើងទៅរៀនពីគាត់ឲ្យច្រើនដឹងតែយើងចេះធ្វើអីមួយហើយពីមុនយើងរៀនតែពីហ្មងយើងអត់ដឹងគោលដៅរបស់យើងច្បាស់ទេយើងថាយើងធ្វើវីដេអូយើងថតរូបមែនប៉ុន្តែយើងអត់ដឹងគោលដៅច្បាស់ទេរហូតដល់2017បានខ្ញុំចាប់ផ្ដើមគោលដៅច្បាស់ថាខ្ញុំចូលចិត្តថតរូបមែនវីដេអូមែនប៉ុន្តែផ្ដោតលើអីចំណុចអីយើងខ្វះខាតអីចឹងបានយើងក៏មកដាក់ថែមហើយចំណុចពិបាកមួយទៀតគឺចំណាយពេលយូរយើងថាទៅអ្នកផ្ទះក៏អត់គ្រប់គ្រងហ្មងណាដោយសារគាត់អត់ដឹងសូម្បីតែយើងគាត់អត់គ្រប់គ្រងដោយសារយើងនឹងវាអត់ច្បាស់លាស់ខ្លួនឯងចាយើងអត់ដឹងពីខ្លួនឯងឡើយហើយយើងចេះតែទៅរបៀបវេកផ្លូវខ្លួនឯងហ្មងអញ្ចឹងបើសួរថាឲ្យគាត់គ្រប់គ្រងអ្នកផ្ទះអ្នកជុំវិញគាត់អត់ដឹងគ្រប់គ្រងមិនទេព្រោះយើងទីមួយយើងអត់ចេះនិយាយយើងអត់ចេះបញ្យល់គាត់ហើយយើងអត់ដឹងទាំងខ្លួនឯងទៅណាទៀតអញ្ចឹងអានឹងពេលហ្នឹងជាចំណុចដែលពិបាកខ្លាំងមែនទែននៅក្នុង2016ដែលខ្ញុំសម្រេចចិត្តថាខ្ញុំចាប់ជំនាញហ្នឹងគឺខ្ញុំបោះចោលទាំងអស់ខ្ញុំសុំ back ទៅក្រោយបន្តិចកាល2014ហ្នឹងខ្ញុំរៀននៅភូមិន្ទចាហើយកាលហ្នឹងខ្ញុំបានអាហារូបករណ៍ហើយអាហារូបករណ៍ខ្ញុំមិនមែនមានតែមួយខ្ញុំបានអាហារូបករណ៍ពីសាលាផងបានពីអង្គការជប៉ុនមួយផងដែលខ្ញុំជាប់តាំងពីវិទ្យាល័យមកដល់សាកលហ្នឹងរហូតដល់ខ្ញុំ
បោះបង់នឹងចោលទាំងអស់ខ្ញុំចាប់យកជំនាញថតរូបហើយវីដេអូហ្នឹង ចឹងកន្លងពេលដែលបោះអង្គគឺខ្ញុំវេទនាខ្លាំងមែនទែនបងព្រោះខ្ញុំអត់ដឹងខ្លួនយើងអាយុវាក្មេងយើងអត់ស្វែងយល់ថានៅពេលដែលបោះបង់ហើយយើងពិបាកមិនវិញអត់ទេប៉ុន្តែយើងក៏មានថាយើងត្រូវតែធ្វើវាបានយើងដឹងថាយើងខ្លាំងហ្នឹងយើងត្រូវតែធ្វើអាហ្នឹងហើយយើងអត់ខ្វល់ណាចោលអីមិនអត់ទេព្រោះសារមិនក៏អត់ខ្វល់ដែរចឹងទៅពេលដែលវេទនាខ្លាំងហើយតាមផ្លូវដែលមុននឹងមកដល់ថតរូបយើងធ្វើការផ្សេងច្រើនមុននឹងមកដល់អាជីពហ្នឹងចាបើយើងអាចធ្វើអង្គុយរៀបរាប់វាវិញឆ្ងាយច្រើនមែនទែនហ្មងបើរាប់បើពី perspective ពីគំនិតរបស់ខ្ញុំអាជីពមួយហ្នឹងរហូតដល់ថ្ងៃមុខវានៅតែមានរហូតហើយវាមិនមែនមានតែយើងតតែធ្វើការខ្លួនឯងវាមានប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់យើងផ្ទាល់ហ្មងដូចស្មៃឡើយហ្នឹងធ្វើទៅថាបច្ចេកវិទ្យា AI វាវាយលុកវាអាចផលិតវីដេអូវាអាចផលិត content ផលិត quality ខ្លាំងបែបណាក៏ដោយប៉ុន្តែវានៅតែអត់ទាន់ត្រូវតម្រូវការរបស់មនុស្សអត់ទាន់ត្រូវតម្រូវការរបស់ខ្លួនឯងយើងជាអ្នកធ្វើឡើយទេឧទាហរណ៍យើងត្រូវការលក់ផលិតផលអីមួយយើងអាចទៅឲ្យ AI យើងមកធ្វើឲ្យយើងបានទេវាបានដែរប៉ុន្តែ50ទេវាអាចធ្វើចំណុចផ្សេងឲ្យយើងមកកែតម្រូវឲ្យយើងមកសម្រួលខ្លួនឯងទៀតអញ្ចឹងបើយើងជាអ្នកជំនាញខាងហ្នឹងយើងនៅតែមានទីផ្សាររហូតបើសិនជាយើងច្បាស់មកធ្វើទៅថាយើងទោះបី full time ក៏ដោយពេញម៉ោងនៅកន្លែងណាមួយក៏ដោយទោះបី freelance ក៏ដោយវិស័យភាពយន្តវិស័យអីផ្សេងក៏ដោយសិតតែត្រូវការនឹងទាំងអស់ចា៎ហើយបើសិនជាយើងជាអ្នកយើង own business ខ្លួនឯងទៀតតែត្រូវការនឹងទៀតចា៎ទៅពេលដែលយើងមានជំនាញហ្នឹងអត់ចាំបាច់ធ្វើ service ខាងណាយកមកធ្វើឲ្យយើងអាចថតខ្លួនឯងយើងអាចប្រម៉ូទខ្លួនឯងយើងអាចកាត់តតាមអីដែលយើងឆ្លាញ់ឲ្យវាត្រូវមួយ brand របស់យើងចា៎តាមនិយាយទៅប្រើបានរហូតសន្សំចៃថវិកាដល់ខ្លួនយើងអត់ត្រូវចំណាយហ្នឹងហើយថ្មីខ្ញុំក៏ដោយខ្ញុំ full time ខ្ញុំ freelance ពេលខ្លះខ្ញុំអាចជួយបងប្អូនខ្ញុំដើម្បីគាត់លក់ផលិតផលអីផ្សេងៗទៀតដែលគាត់ត្រូវការអញ្ចឹងខ្ញុំជួយមនុស្សជុំវិញបានច្រើនមែនទេទាំងខ្លួនឯងទាំងអ្នកជុំវិញចា៎ហើយដូចខ្ញុំនិយាយចឹងថ្ងៃពីឥឡូវទៅមុខជំនាញហ្នឹងគឺអត់ខ្វះទីផ្សារទេឲ្យតែយើងច្បាស់លាស់សម័យឥឡូវខ្ញុំឮនេះបងប្អូនខ្លះគាត់នេះគាត់គិតថាជំនាញហ្នឹងពិបាករកការងារធ្វើប៉ុន្តែដោយសារអីវាមិនមែនជារឿងដែលត្រូវបន្ទុកគាត់ទេប៉ុន្តែគាត់ទៅ start ចូលតែនេះមួយហ្នឹងឯងគាត់អត់តន់ចូលដល់ជ្រៅខ្លាំងឯងអញ្ចឹងគាត់គិតថាពិបាករកការងារខ្លាំងមែនទែនហើយ start ដំបូងប្រាក់ខែតិចអីចឹងប៉ុន្តែខ្ញុំគិតថាជំនាញណាក៏ដូចជំនាញណាដែរតែពេលដែលយើងចាប់ផ្ដើមគឺវាមិនមែន start ទៅប្រាក់ខែ500 1000អីឡើងទេចា៎ដូចខ្ញុំ start ដំបូងប្រាក់ខែ100ជាង200ជាងនេះចឹងទៅនៅពេលដែលយើងដំបូងយើងអត់ស្គាល់ផ្លូវយើងដើរសឹមជាមួយប៉ុណ្្នឹងសិននៅពេលដែលយើងកាន់តែចូលយើងកាន់តែស្គាល់ហើយជំនាញទុនវាត្រូវការចាំបាច់ដូចខ្ញុំបញ្ជាក់តាំងពីដំបូងហេតុអីនៅពេលដែលយើង start យើងមានជំនាញទុនទៀតយើងបកកែនិយាយយើងបកកែតាក់ទងយើងមាន connection ការងារអត់ខ្វះទេឲ្យតែយើងបកកែនិយាយបកកែតាក់ទងហើយយើងចេះពិតប្រាកដយើងអាចធ្វើបានល្អអញ្ចឹងគេស្គាល់យើងហ្មងនៅពេលដែលគេនឹកឃើញថាគេចង់បានវីដេអូតាក់ទងអីមួយquality បែបម៉េចហើយថតនៅណាគេនឹកឃើញយើងហ្មងដូចខ្ញុំមិនមែនថាខ្ញុំបកកែខ្លាំងទេប៉ុន្តែខ្ញុំតាក់ទងមនុស្សដែលត្រូវខ្ញុំរាប់អានធម្មតាមិត្តភក្តិណាក៏យើងរាប់អានដែរប៉ុន្តែយើងស្គាល់មនុស្សច្រើនយើង build connection ជាមួយគាត់ហើយជា test នៅក្នុងការផលិតវីដេអូរបស់ជា test នៅក្នុងការផលិតវីដេអូរបស់ខ្ញុំគឺភាគច្រើនខ្ញុំធ្វើតាក់ទងឯកសារអញ្ចឹងនៅពេលដែលមិត្តភក្តិក្រុមការងារគេផ្សេងដែលគេចង់ផលិតអាហ្នឹងហើយមានអ្នកផ្សេងដែលគេស្គាល់ខ្ញុំគាត់ថាតាក់ទងឯកសារគេនឹកឃើញខ្ញុំហ្មងទោះបីខ្ញុំមិនបកកែខ្លាំងមិន perfect ទេប៉ុន្តែគេដឹងថាខ្ញុំអាចធ្វើបានអញ្ចឹងគេនឹកឃើញយើងហ្មងអញ្ចឹងដូចគ្នានៅពេលដែលយើង start យើងត្រូវ build creative របស់ខ្លួនឯង build brand របស់ខ្លួនឯងយើងនៅផ្នែកអីនៅក្នុងការផលិតវីដេអូហ្នឹងជំនាញទុនវាជាចាំបាច់ hard skill ក៏វាចាំបាច់នៅក្នុងហ្នឹង50ស្មើគ្នាចា៎ហើយពេលខ្លះជំនាញទុនគឺសឹងតែលើជំនាញរឹងទៀតនៅក្នុងចំណុចនេះដោយសារ agency ដែលគេ connect មកយើងគេក៏នៅក្នុងវិស័យ marketing វិស័យថតរូបវីដេអូហ្នឹងដែរប៉ុន្តែគេធ្វើខាង agency គេប្រើប្រាស់ជំនាញទុនលើជំនាញរឹងយើងទៀតនៅពេលដែលគេតាក់ទងគ្នាបានគេមកតាក់ទងយើងអញ្ចឹងគេធ្វើការជំនាញទុនទាំងអស់ហ្នឹងដើម្បីតាក់ទងជាងហើយបានក្លែមកយើងអញ្ចឹងគេប្រើជំនាញ soft skill ហ្នឹងខ្លាំងជាងយើងទៀតចា៎អាហ្នឹងជាចំណុចដែលខ្ញុំនិយាយថាហេតុអី soft skill ខ្លាំងជាងhard skill នៅក្នុងវិស័យថតរូបអាហ្នឹងមកផ្នែកហ្នឹងតែបើយើងតាក់ទងតែខ្លួនឯងទេអាចនឹងយើងត្រូវការជំនាញ soft skill ហើយ hard skill ស្មើគ្នាចា៎តាក់ទងជំនាញក្នុងការផលិតវីដេអូហើយនឹងថតរូបបើយើងនិយាយថាវាជួយជាតិបានបែបម៉េចហើយជួយខ្លួនឯងបានបែបម៉េចគឺវាច្រើនខ្លាំងមែនទែនយើងនៅក្នុងសម័យ digital សម័យ AI ដែលវាកំឡុងពេលដែលកំពុងអភិវឌ្ឍខ្លាំងមែនទែនចា៎
វាក៏មានគុណវិបត្តិហើយកូនសម្បត្តិដែរទាំងជាតិទាំងខ្លួនឯងទាំងមនុស្សជុំវិញដូចយើងឃើញឥឡូវហ្នឹងវាសម្បូរទៅដោយ fake news អញ្ចឹងទៅពេលដែលអ្នកធម្មតាគាត់អត់ចេះគាត់អត់ស្គាល់ច្បាស់គាត់អត់ដែលឃើញថាអាវីដេអូពិតមិនវីដេអូខ្លាំងៗបាទមិនអ្នកខ្លះគាត់ច្រឡំ AI ជាមួយវីដេអូមែនទេចាអញ្ចឹងសម្បីតែសម័យឥឡូវពេលខ្លះអ្នកជំនាញផលិតវីដេអូហើយក៏នៅមើលអត់ដឹងទេថាវាAIប៉ុន្តែយើងនៅតែអាចមើលដឹងភាគរយច្រើនជាងដែលយើងអត់ដឹងដែរអញ្ចឹងអានឹងយើងអាចកាត់បន្ថយហានិភ័យច្រើនមែនទែននៅក្នុងការធ្វើឲ្យបំពុលព័ត៌មានទៅពេលដែលយើងចេះជំនាញនេះមួយដែរយើងអាច share ពីអានឹងថាអានឹងជា fake news ទេវាអត់ត្រូវទេវាមិនគួរ share មិនគួរចែករំលែកព័ត៌មាននឹងទៅកាន់មនុស្សជុំវិញទេតែសារយើងអ្នកជំនាញខាងហ្នឹងយើងអាចមើលដឹងអញ្ចឹងយើងអាចជួយគាត់បានយើងអាចប្រាប់គាត់បានហើយនៅក្នុងសង្គមជាតិយើងអាចជួយច្រើនដោយសម័យឥឡូវសម្បូរទៅដោយនេះ content creator influencer អញ្ចឹងគាត់សិតតែអ្នកមានជំនាញខាងហ្នឹងខាងរូបហើយនិងវីដេអូទោះបីក៏អត់មានជំនាញខាងហ្នឹងក៏គាត់មានក្រុមការងារដែលជំនាញខាងហ្នឹងដែរហើយក្រុមការងារគាត់ធ្វើតែខាងរូបហើយវីដេអូខាង design ខាងអីហ្នឹងហើយអញ្ចឹងគាត់អាចប្រមូលពីវិស័យទេសចរប្រមូលពីសេដ្ឋកិច្ចប្រមូលពីភាពវិជ្ជមាននៅក្នុងប្រទេសកម្ពុជាយើងប្រមូលពីចំណេះដឹងផ្សេងៗទៅកាន់ប្រជាជនខ្មែរយើងក៏ដូចជាណែនាំកន្លែងស្អាតតំបន់ទេសចរទៅកាន់ពិភពលោកឲ្យគាត់បានស្គាល់អញ្ចឹងវិស័យថតរូបហើយវីដេអូបើនិយាយពីជួយគឺជួយបានច្រើនមែនទែនសូម្បីតែយើងលើកតាមមួយចំណុច influencer ហ្នឹងគឺជួយលើកមុខមាត់ប្រទេសតែម្ដងសូម្បីតែយើងស្គាល់ប្រទេសកម្ពុជាគេស្គាល់យើងតាមរយៈភាសាអង្គរវត្តទៅចា៎ប៉ុន្តែបើគេ search នៅក្នុងអ៊ីនធឺណិតអត់មានរូបអត់មានវីដេអូភាសាអង្គរវត្តទេគេសម័យចេញអត់ទេអញ្ចឹងអាហ្នឹងជាចំណុចដែល simple បំផុតដែលគេស្គាល់ប្រទេសកម្ពុជាយើងគេស្គាល់តែឈ្មោះហើយប៉ុន្តែគេមានរូបទៀតគេកាន់តែចង់មកទៀតអញ្ចឹងអានឹងយើងនិយាយពីក្នុងវិស័យទេសចរហើយចំណុចផ្សេងៗទៀតទូធំគឺមានច្រើនហើយជួយខ្លួនឯងរឹងជំនាញរបស់យើងអាចប្រមូលពីខ្លួនឯងបើសិនជាយើងប្រកែកនិយាយប្រកែកមាតិកាវាអាចជួយយើងឲ្យល្បីដូចតារា influencer អ្នកផលិតមាតិកាអ្នកតារា model អ្នកនៅក្នុងវិស័យភាពយន្តអីផ្សេងៗហ្នឹងគឺគាត់ចាប់ផ្ដើមពីគាត់ខ្លួនឯងភាគតិចដែលល្បីដោយសារគេថតឲ្យគាត់ប៉ុន្តែគាត់ចេះនិយាយពីខ្លួនឯងគាត់ចេះណែនាំពីខ្លួនឯងគាត់ថតរូបខ្លួនឯងស្អាតអញ្ចឹងគាត់មានការងារគាត់អាច improve ខ្លួនឯងគាត់អាចជួយខ្លួនឯងតាមរយៈទាំងអស់ហ្នឹងទៅពេលដែលគាត់មានជំនាញហ្នឹងអញ្ចឹងបើខ្ញុំដូចគ្នាខ្ញុំអាចជួយខ្លួនឯងបានខ្ញុំធ្វើវីដេអូពីខ្លួនឯងខ្ញុំបង្ហាញពីខ្លួនឯងគេស្គាល់គេរកខ្ញុំនៅពេលដែលគេធ្វើការប្រដាប់ជាមួយនេះអញ្ចឹងបើនិយាយពីរឿងជួយគឺជួយបានច្រើនខ្លាំងមែនទេឲ្យតែយើងប្រើវាត្រូវតែបើយើងប្រើត្រូវអាហ្នឹងក៏យើងធ្វើបាបខ្លួនឯងដែរដូចយើងឃើញឥឡូវអ្នកដែលប្រើវាខុសគឺគាត់ទៅបង្កើតអាហ្នឹងដើម្បីទៅជា fake news ដើម្បីទៅជារែកភាថាវិការធ្វើកំសត់បង្កើតព័ត៌មានអត់ពិតរូបភាពคล้ายៗតាមរយៈ AI បង្កើតទៅសម្ភាសន៍ណានៃដើម្បីបំភាន់ស្ថានភាពនៅក្នុងកម្ពុជាប៉ុន្តែគាត់ទៅធ្វើរឿងខុសទៅជាជាប់គុកជាប់ច្បាប់ទៅជាខុសផ្នែកផ្លូវច្បាប់អីចឹងទៅចា៎អ្នកខ្លះដល់ឥឡូវមានដល់បោកប្រាស់តាមប្រព័ន្ធតាមរយៈការរូបថតហើយនិងវីដេអូហ្នឹងក៏បានដែរក៏មានដែរហើយអ្នកដែលរងគ្រោះថ្នាក់ដោយសាររូបថតហើយនិងវីដេអូក៏មានច្រើនដែរបើនិយាយរឿងអនុស្សាវរីយ៍គឺវាមានច្រើនខ្លាំងមែនទែនព្រោះវាជាង10ឆ្នាំតែយើងនៅដើរនៅក្នុងវិស័យហ្នឹងតែខ្ញុំគិតឃើញ13ចំណុចតែខ្ញុំគិតថាខ្ញុំស្រឡាញ់ខ្លាំងដែលខ្ញុំគិតថាវាជា feeling មួយដែលខ្ញុំចង់ចាំអត់ភ្លេចកាល start ដំបូងឡើយនៅពេលដែលខ្ញុំឈប់រៀនហ្មងចាឈប់ធ្វើអីទាំងអស់ហ្មងខ្ញុំស្រឡាញ់ខាងរូបហើយវីដេអូខ្ញុំបោះបង់សកលខ្ញុំបោះបង់អីទាំងអស់តែកុំធ្វើដូចខ្ញុំអញ្ចឹងខ្ញុំអត់មានប្រាក់ខែអត់មានលុយហើយខ្ញុំ commit ថាខ្ញុំអត់យកលុយអ្នកផ្ទះទៀតទេដល់ពេលនេះខ្ញុំ commit ថាខ្ញុំបោះបង់ទាំងអស់ហ្នឹងដើម្បីចាប់យកអីដែលខ្ញុំស្រឡាញ់កាលហ្នឹងអត់យកលុយអ្នកផ្ទះមែនម្ដងគាត់ផ្ញើមួយអាទិត្យម្ដងអញ្ចឹងយើងឈប់យកឈប់សុំគាត់ទេអញ្ចឹងដើម្បីបានលុយខ្ញុំទៅធ្វើជា cleaner កាលហ្នឹងនៅសាលាគាត់មានបង្កើតកម្មវិធីមួយគឺ cleaner មួយល្ងាចហ្នឹង 3-4 ម៉ោងហ្នឹងដើម្បីឲ្យអ្នកដែលគាត់ចង់ធ្វើគាត់បានលុយដើម្បីចំណាយលើការរៀនរបស់គាត់នៅពេញអញ្ចឹងចាអញ្ចឹងខ្ញុំទៅធ្វើបានជាជាងកន្លះឆ្នាំធ្វើបានជាងកន្លះឆ្នាំ6បើមិន6ក៏8ខែខ្ញុំចាំកាល2015អញ្ចឹងខ្ញុំចង់ចាំអត់ភ្លេចហ្មងដែលយើងធ្លាប់តែឮថាវាមាននៅក្នុងរឿងវាជាបទពិសោធន៍របស់អ្នកដទៃដែលគាត់ទៅលាងចានលាងឆ្នាំងរត់តុកដើម្បីយកលុយអស់ហ្នឹងយកមករៀនយកមកធ្វើអីដែលខ្លួនឯងចូលចិត្តអញ្ចឹងយើងធ្លាក់ខ្លួនដល់ចំណុចហ្នឹងយើងចាំហ្មងហើយទស្សនវិជ្ជាដែលយើងធ្វើជា cleaner ហ្នឹងធ្វើមិនអីខ្លះខ្ញុំចង់ចាំអត់ភ្លេចខ្ញុំដល់ឡើយអញ្ចឹងអាហ្នឹងជាចំណុច inspiration មួយដែលខ្ញុំគិតថាដែលវាធ្វើឲ្យខ្ញុំត្រូវតែខ្លាំងត្រូវតែឈានទៅដល់វិស័យថតរូបវីដេអូនោះបានទោះបីមិនជោគជ័យទោះបីមិនប្រកែទោះបីមិនល្បីប៉ុន្តែយើងអាចធ្វើវាបានចំណុចទី2នៅពេលដែលខ្ញុំ start រូបហើយវីដេអូហ្នឹងខ្ញុំថតទូរស័ព្ទហើយយើងធ្វើវា
តាមរយៈការស្ម័គ្រចិត្តឲ្យអង្គការមួយកាលហ្នឹងជាអង្គការដែលខ្ញុំធ្លាប់ volunteer ធ្លាប់ដាក់ event មួយគាត់អញ្ចឹងណាចាហើយយើងចេះថតរូបថតវីដេអូនៅក្នុងទូរស័ព្ទនេះទៅយើងធ្វើវីដេអូដល់ពេលលើកក្រោយទៀតយើងធ្វើទៀតមានបងស្រីខ្ញុំចាំអត់ភ្លេចទេគាត់បងមនីរតគាត់ជួយខ្ញុំច្រើនមែនទែនដើម្បីឲ្យខ្ញុំដើរនៅក្នុងវិស័យហ្នឹងដោយសារគាត់ចង់បានវីដេអូហ្នឹងហើយគាត់ឃើញយើងឈ្មោះឈ្មោលគាត់ឃើញយើងចង់បានគាត់ឃើញយើងធ្វើវាបានគាត់យកវីដេអូហ្នឹងយកទៅ post ក្នុង page ហើយគាត់ request budget ពីអង្គការ$15ដើម្បីលើកទឹកចិត្តយើងដើម្បីលើកទឹកចិត្តយើងថ្លៃវីដេអូហ្នឹងតែប៉ុន្តែគាត់អត់មាន budget ហ្នឹងគាត់អត់ត្រូវឲ្យយើងគាត់អត់មាន plan ថានឹងធ្វើហ្នឹងទេតែដោយសារយើងធ្វើវាហើយគាត់មើលឃើញយើងគាត់លើកទឹកចិត្តយើងទេអាចថាគាត់លើកទឹកចិត្តហើយគាត់អាណិតយើងដែរអញ្ចឹងចាប់ពីនឹងមកគាត់ក៏ទាញយើងចូលធ្វើការនៅក្នុងអង្គការហ្នឹងដែរអញ្ចឹងយើង start ដំបូងគឺដោយសារគាត់ហើយ start ដំបូងគឺក្នុងវិស័យ NGO លោដល់2019បានខ្ញុំចូលទៅវិស័យឯកជនមកដល់ឥឡូវហើយចំណុចទី3ខ្ញុំអាចរាប់ថាជា point មួយនៅក្នុងជីវិតរបស់ខ្ញុំដែរគឺតាមរយៈវិស័យវីដេអូហើយនឹងថតរូបហ្នឹងធ្វើឲ្យខ្ញុំបានទៅដល់ខេត្តប្រទេសកាលហ្នឹងមាន program មួយនៅក្នុងហ្វីលីពីនហើយនិងឥណ្ឌូនេស៊ីដែលគាត់តាក់ទងជាមួយ Young Asian Storyteller គាត់ត្រូវការមនុស្សវ័យក្មេងដែលមកពីទូទាំងអាស៊ានដើម្បីធ្វើ content មួយតាក់ទងជីវៈចម្រុះអីក៏បានដែរតាក់ទងសិល្បៈសូនរូបតាក់ទងគូគនូតាក់ទងថតរូបថតវីដេអូហើយកាលហ្នឹងខ្ញុំ apply ដាក់វីដេអូអញ្ចឹងវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូខ្ញុំអាចដើរទៅក្រៅបានតាមរយៈជំនាញរបស់ខ្ញុំទោះបីវាមិនមែនកម្មវិធីទូចទេតែមិនមែនទោះបីវាមិនមែនកម្មវិធីធំដុំអីខ្លាំងប៉ុន្តែយើងជាផ្នែកមួយដែលនាំកម្ពុជាឲ្យគេស្គាល់ដែរចា៎តាមរយៈយើងផលិតវីដេអូតាក់ទងជីវៈចម្រុះនៅក្នុងតំបន់វិទ្យាជាតិរបស់យើងដើម្បីយកទៅបង្ហាញគេហើយកាលហ្នឹងវីដេអូយើង quality រៀងខ្វល់បើគេចូលចិត្តខ្លាំងយើងស្វាចិត្តមែនទែនហើយយើងអាចរាប់ថាជាជោគជ័យមួយនៅក្នុង journey ជាអ្នកផលិតវីដេអូរបស់យើងដែរព្រោះយើងអាចបង្ហាញស្នាដៃយើងទៅកាន់បរទេសទៅកាន់ក្រៅប្រទេសឲ្យគាត់មើលបន្ទាប់ពីហ្នឹងមកក៏មានខាងម៉ាឡេខាងអីក៏តាក់ទងតែគាត់ចង់ធ្វើ content តាក់ទង documentary អីមួយយ៉ាងនោះក៏មានច្រើនតែខ្ញុំសប្បាយចិត្តខ្លាំងមែនតើវាជា point មួយដែលខ្ញុំសប្បាយចិត្តនៅក្នុង journey របស់ខ្ញុំតាក់ទងអាជីពនេះបើនិយាយពីចំណុចខ្វះខាតអាចថាយើងខ្វះខាតអ្នកដែលជំនាញខ្លាំងដែរព្រោះពេលខ្លះសូម្បីតែកន្លែងខ្ញុំធ្វើការក៏ពិបាកក្នុងការរើសបុគ្គលិកនៅក្នុងជំនាញមួយនឹងដែរចា៎ប៉ុន្តែវាមិនមែនដោយក្រុមហ៊ុនទាំងអស់ដែលគាត់ពិបាករើសទេគាត់ថាយើងខ្វះខាតអ្នកដែលជំនាញដែលគាត់អាចធ្វើការបាននៅក្នុង level មួយដែល executive ឡើងអីចឹងទៅប៉ុន្តែនៅក្នុង level beginner ខ្ញុំគិតថាអត់ខ្វះទេព្រោះមានអីច្រើនហើយចំណុចមួយទៀតចំណុចដែលយើងគិតថាវាអវិជ្ជមានភាពខ្វះខាតមួយដែរនៅពេលដែលយើងផលិតមាតិកាអីមួយជាពិសេសអ្នកផលិតមាតិកាគាត់សម្បូរអ្នកដែលលួច content របស់គាត់លួចវីដេអូលួចរូបរបស់គាត់ដោយមិនបានសុំគាត់អានោះវាអាចតាក់ទងជាមួយនឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដែរគាត់លួចហើយយើងអត់មានវិធានការអីអាចនឹងធ្វើគាត់បាននឹងមួយហើយគាត់នៅពេលដែលធ្វើហើយអញ្ចឹងលួចអញ្ចឹងទៅវាធ្វើឲ្យអ្នកដែលផលិតហ្នឹងគាត់បាក់ទឹកចិត្តដែរគាត់ខំថតពិបាកព្រោះពេលខ្លះ content គាត់មិនមែនថតក្នុងពេញទេគាត់ត្រូវទៅខេត្តគាត់ត្រូវចូលព្រៃជ្រៅអ្នកខ្លះរហូតដល់របួសស្នាមរហូតដល់មានរឿងរ៉ាវច្រើនខ្លាំងមែនតើព្រោះវាគ្រោះថ្នាក់វាកន្លែងដែលសបោស័ព្ទកន្លែងដែលឡើងភ្នំចុះចំណាយពេលវេលាអ្នកខ្លះដើរឡើងមួយថ្ងៃពេញអីដើម្បីគ្រាន់តែបានរូបមួយសន្លឹកទីតាំងហ្នឹងប៉ុន្តែយកមកដល់គេគ្រាន់តែ copy paste download ហើយយក post ចប់ចំការវីដេអូនោះ viral ជាងណាដែលយើងចង់ធ្វើគេចំការដូចមិត្តភក្តិខ្ញុំខ្លះ post ទៅបាន100 view ឯងប៉ុន្តែអ្នកយកទៅ post តបាន 1M អីចឹងចាអញ្ចឹងវាជាចំណុចខ្វះខាតមួយហ្នឹងនៅក្នុងវិស័យថតរូបហើយវីដេអូដែរវាធ្វើឲ្យអ្នកផលិតហ្នឹងគាត់បាក់ទឹកចិត្តចាពាក្យផ្ដាំផ្ញើខ្ញុំគិតថាបងប្អូនសម័យឥឡូវមកដល់ពេលនេះគឺគាត់មានភាពងាយស្រួលជាងសឹងថាគាត់អត់ចាំបាច់ដូចពិបាកវេទនាដូចយើងពីមុនទៀតទេទូរស័ព្ទគាត់ឥឡូវវាអត់មាន capacity 100G អីដូចពីមុនទៀតទេចាប់ពី200ឡើង500ឡើងរហូតដល់1ទេហើយសមត្ថភាពរបស់ទូរស័ព្ទឥឡូវគឺវាថតស្អាតជាងពីមុនឆ្ងាយមែនតើគាត់អាច start ពីទូរស័ព្ទបានហើយរបៀបដែលគាត់រៀនវាមានសម័យឥឡូវវាមានវគ្គខ្លីៗច្រើនគេមានវគ្គចែកម្លែកច្រើនអញ្ចឹងសម្រាប់អ្នកដែលគាត់ថាចង់ចាប់អាជីពចង់ចេះមិនបាច់អាជីពទេចង់ចេះថតរូបឲ្យវីដេអូវាកើតចេញពីការឆ្លាញ់របស់យើងព្យាយាមវាយើងទំនាក់ទំនងគេបានច្រើនយើងមើលវីដេអូបានច្រើនតែក្នុងការចែកម្លែកហើយគុំបើយើងគិតថាយើងចូលចិត្តនឹងហើយយើងត្រូវស្វែងយល់ខ្លាំងមែនទែនហ្មងហើយចូលរួមវគ្គកម្មវិធីបានច្រើនតែពិតខ្ញុំអត់ទៅរៀនសកលខ្ញុំអត់រៀនបញ្ញាបត្រមែនប៉ុន្តែខ្ញុំចូលរួមវគ្គចែកម្លែកច្រើនដូច short course ដូចឥឡូវហ្នឹងក៏មានអ្នក
គេធ្វើវគ្គចែករំលែកទៅតាមម៉ាល់ងាយកន្លះថ្ងៃមានទាំងអង្គការមានទាំងឯកជនគឺគេធ្វើច្រើនតែអញ្ចឹងបើយើងឆ្លៀតពេលចូលរួមកម្មវិធីអញ្ចឹងឲ្យបានច្រើនវាជួយយើងបានច្រើនមែនទែនហើយតាមរយៈការចូលរួមហ្នឹងយើងមាន connection យើង build connection យើងស្គាល់គេវាធ្វើឲ្យយើងហ្នឹងកាន់តែរីកចម្រើនជាងមុនទៀតចា៎ហើយបើខ្ញុំ recommend ខ្ញុំអត់ recommend ខ្ញុំឲ្យយើងខ្ញុំ recommend ឲ្យស្វែងយល់បណ្ដារៀនបណ្ដាទៅអាចទៅរៀនបានសកលឥឡូវគាត់ពេលខ្លះក៏គាត់មាន short course រយៈពេល3ខែ6ខែរហូតដល់មានបញ្ញាបត្របើយើងច្បាស់យើងគួរតែទៅរៀនកាន់តែល្អបើមិនយើងមានបញ្ញាបត្រខាងហ្នឹងទៀតព្រឹកតែល្អទៀតចា៎ពួកសាលាភាគច្រើនឥឡូវគាត់បើកជំនាញហ្នឹងតែចំនួនខ្ញុំ2014អាចថាខ្ញុំក្តាប់ព័ត៌មានអត់បានចំនួនហ្នឹងយើងរកព័ត៌មានអត់មានទេចា៎ជាងស្ម័យលើគឺមានច្រើនមែនទែនយើងជួយគាត់បានច្រើនតែគឺយើងត្រូវច្បាស់ខ្លួនឯងដែរត្រូវតែស្រឡាញ់វាបើយើងអត់ស្រឡាញ់យើងប្រហែលជាពិបាកធ្វើវាបន្តិចតែខ្ញុំស្រឡាញ់ខ្ញុំពិបាកក៏ខ្ញុំធ្វើបានតែចំណាយពេលយូរចា៎